កូនខ្មែរខ្ញុំចង់បានបទពិសោធន៍នៃទីជាក់ស្ដែងរបស់អង្គអំពីជីវិតពិតនិងបទពិសោធន៍របស់អង្គដើម្បីទុកជូនជាតិនិងប្រជាជនខ្មែរយើងក្នុងក្រោយបាទសូមអរគុណគ្រូនិយាយច្បាស់ទៅក្នុងមួយជីវិតរបស់ខ្ញុំនេះអ្វីដែលខ្ញុំស្ដាយហើយស្ដាយជាទីបំផុតគឺជាតិយើងបានខកឱកាសមួយធំដើម្បីឲ្យមានការផ្សះផ្សាជាតិ4ភាគីតាមខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងបាទមូលហេតុដែលនាំឲ្យទៅជាខកខានយ៉ាងនេះខ្ញុំសង្ឃឹមថាខ្ញុំនឹងមានឱកាសជម្រាបនៅពេលក្រោយទៀតតែពេលនេះខ្ញុំគ្រាន់តែសូមសរុបថាវាមាន2ទី1មូលហេតុទី1គឺមកពីបរទេសបរទេសនេះយ៉ាងម៉េចសូមអញ្ជើញក្មួយស្រាវជ្រាវមើលទៅក្រោយពីការមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសថ្ងៃ$23ឆ្នាំ1991នៅប៉ារីសភ្លាមលោករដ្ឋមន្ត្រីការបរទេសបារាំងឈ្មោះរឡង់ឌីម៉ាក្នុងឋានៈលោកជាសហប្រធានទី1នៃកិច្ចព្រមព្រៀងប៉ារីសបានធ្វើសន្និសីទកាសែតមួយក្នុងពេលនោះមានអ្នកកាសែតម្នាក់ឈ្មោះមានអ្នកកាសែតម្នាក់សួរលើបញ្ហាសួរថាចុះតើសន្ធិសញ្ញាឆ្នាំ1948នៃទីក្រុងហ្សឺណែវហាមឃាត់និងផ្តន្ទាទោសឧក្រិដ្ឋកម្មបល័យពូជសាសន៍នឹងទៅជាយ៉ាងម៉េចទៅដែលបារាំងក៏ជាសមាជិកមួយរូបដែរប្រទេសបារាំងឬមួយកិច្ចព្រមព្រៀងប៉ារីសហ្នឹងកំណត់ថាត្រូវអនុវត្តបានដោយមិនយកសន្ធិសញ្ញាឆ្នាំ1948នៃទីក្រុងហ្សឺណែវយកមកអនុវត្តលើព្រឹត្តិការណ៍ដែលកើតមាននៅកម្ពុជានៅឆ្នាំ1975ចុង78នោះទេឬមួយសន្ធិសញ្ញានេះវាត្រូវអនុវត្តដែរបើសន្ធិសញ្ញានេះវាត្រូវអនុវត្តដែរកិច្ចព្រមព្រៀងប៉ារីសវាត្រូវទៅជាមុខអនុវត្តមិនបានទេនៃអ្នកកាសែតសួរចង់សួរអញ្ចឹងហើយក្នុងកិច្ចព្រមព្រៀងប៉ារីសវាមានខមួយហើយលើចំណុចនេះគឺថាហាមមិនឲ្យមានអំពើប្រព្រឹត្តដែលធ្លាប់មានកន្លងមកថ្មីនេះឃ្លាមួយហ្នឹងគឺចង់សំដៅអំពីព្រឹត្តិការណ៍នយោបាយរបស់ខ្មែរក្រហមកាលពីឆ្នាំ1979
75 78ដូចនេះមានន័យថាតាមខ្ញុំយល់កុំឲ្យតែមានការប្រព្រឹត្តថ្ងៃក្រោយទៅទៀតកុំឲ្យមានការប្រព្រឹត្តអំពើអញ្ចឹងទៀតតែប៉ុណ្្នឹងទេបើថាมันមានទេអាហ្នឹងកិច្ចព្រមព្រៀងប៉ារីសវាត្រូវតែអនុវត្តមានន័យថាខ្មែរក្រហមក៏ជាភាគីមួយដែលត្រូវចូលរួមក្នុងកិច្ចដំណើរការរៀបចំសន្តិភាពនិងកសាងប្រទេសនៅកម្ពុជាតទៅទៀតបានប៉ុន្តែក្មួយស្រាវជ្រាវមើលចុះតើពេលនោះលោករលឹងនីម៉ាសហប្រធានទី1នៃកិច្ចព្រមព្រៀងប៉ារីសឆ្លើយយ៉ាងម៉េចខ្ញុំសូមជម្រាបលោកក្មួយថាលោករលឹងនីម៉ាលោកញាក់ស្មាហើយថាហើយរឿងហ្នឹងលោកមិនខ្វល់ទេព្រោះយើងមានមេធាវីចំណានច្រើនណាស់នេះគឺថាអានឹងដើម្បីបោកប្រាស់ខ្មែរក្រហមតើហើយមេធាវីយើងបកែណាខាងការពារអញ្ចឹងយើងក៏មានដើម្បីនឹងមានហេតុផលឥឡូវបោកប្រាស់ខ្មែរក្រហមឲ្យវាទម្លាក់អាវុធសិនដើម្បីចាប់វាតែប៉ុណ្្នឹងតានៃរងនេះមកខ្ញុំសូមនិយាយឲ្យវាតាមន័យសាមញ្ញធម្មតាងាយយល់វាអញ្ចឹងតើក្មួយយល់យ៉ាងម៉េចក្មួយស្រាវជ្រាវទៅហើយក្មួយពិនិត្យថែមទៅអាហ្នឹងនិយាយពីរឿងបរទេសហើយបរទេសហ្នឹងគឺខាងផ្នែកអ្នកទទួលខុសត្រូវសំខាន់ម្នាក់របស់បារាំងឥឡូវនិយាយពីរឿងបរទេសខាងផ្នែកអាមេរិកវិញខ្ញុំយកឧទាហរណ៍តែមួយទេឧទាហរណ៍មានច្រើនគឺលោកព្រឹទ្ធសភាអាមេរិកឈ្មោះ Solas ពេលលោកយាងមកធ្វើទស្សនកិច្ចនៅភ្នំពេញលោកអញ្ជើញចូលទៅគាល់សម្ដេចព្រះនរោត្តមសីហនុហើយក្នុងកិច្ចសន្ទនាហ្នឹងគឺថាខ្លឹមសារសំខាន់មានតែប៉ុណ្ណឹងមានតែមួយដូចខ្ញុំជម្រាបតទៅនេះទូលលោកសូឡានលោកព្រឹទ្ធសភាសូឡានលោកទូលបកូណាថាខទី1មិនត្រូវមានខ្មែរក្រហមដាច់ខាតខទី2មិនត្រូវមានខ្មែរក្រហមដាច់ខាតខទី3មិនត្រូវមានខ្មែរក្រហមដាច់ខាតអញ្ចឹងមានន័យថាមិនអញ្ចឹងបើអញ្ចឹងកិច្ចព្រមព្រៀងប៉ារីសទៅជាស្អីមានន័យថាកិច្ចព្រមព្រៀងប៉ារីសវាកាន់តែកដាស់អត់មានតម្លៃអីមានន័យដូចតែលោករលងពីមកក៏មានភាសាអញ្ចឹងប្រាប់ថាប្រាប់អ្នកកសែតថាឯងកុំភ័យយើងខ្ញុំដឹងអស់ហើយរឿងហ្នឹងចាត់ចែងទៅចាត់ចែងយ៉ាងម៉េចអស់យ៉ាងនេះចង់និយាយអំពីផ្នែកបរទេសខ្ញុំសូមសង្ខេបប៉ុណ្ណឹងសិនចុះពីរឿងតាក់ទងនឹងកិច្ចព្រមព្រៀងប៉ារីសនេះប៉ុន្តែអ្វីដែលខ្ញុំចង់និយាយហើយជាពិសេសសម្រាប់ជាតិយើងតទៅរាប់ចំនួនតទៅក្រោយទៀតចង់និយាយថាអញ្ចឹងចង់និយាយថាបរទេសគេមានផលប្រយោជន៍របស់គេផ្សេងចំណុចខ្លះគេមានផលប្រយោជន៍ស្របនឹងយើងប៉ុន្តែចំណុចខ្លះគេមានផលប្រយោជន៍របស់គេដែលមិនស្របនឹងយើងទេដូច្នេះក្នុងឋានៈយើងជាខ្មែរនេះយើងត្រូវគិតគូរក្នុងឋានៈជាខ្មែរ
ហើយខ្ញុំថាយើងនេះខ្ញុំចង់និយាយថាអ្នកនយោបាយយើងអ្នកនយោបាយយើងពីព្រោះអ្នកនយោបាយមិនត្រូវបណ្ដោយទៅតាមគំនុំគុំគួនឬការខឹងសម្បាដែលវាកើតមានកន្លងមកហើយទេត្រូវគិតគូរទៅមុខទៀតធ្វើអញ្ចឹងវានាំឲ្យយ៉ាងម៉េចធ្វើអញ្ចឹងវានាំឲ្យសុខទៅយ៉ាងម៉េចតាមយោបល់ខ្ញុំគឺអ្នកនយោបាយត្រូវគិតគូរយ៉ាងនេះកុំបណ្ដោយឲ្យអាគំនុំគុំគួនឬការខឹងកទុសរាយគ្នាពីប្រមាណ10ឆ្នាំពីប្រមាណទសវត្សរ៍មកហើយនោះវាមកធ្វើឲ្យយើងសម្រេចតាមតែយើងនឹកឃើញគុំគួនខឹងគ្នាអញ្ចឹងទៅវាមកប្រវត្តិសាស្ត្ររបស់យើងវារវល់អញ្ចឹងអូហែមកវារវល់អញ្ចឹងវាអត់តមានអ្នកនយោបាយចាស់ទុំគិតគូរទទួលខុសត្រូវមែនតែនណាចំពោះវាសនាជាតិយើងនេះនឹងខ្ញុំចង់និយាយអញ្ចឹងជាពិសោធន៍ធំដែលខ្ញុំនៅស្ដាយខ្ញុំសោកស្ដាយខ្ញុំបានខិតខំប្រឹងប្រែងរួមជាមួយនឹងទាំងអស់គ្នាហើយមហាអំណាចក៏បានជួយរៀបចំហៅថាឲ្យមានឯកសារមួយសម្រាប់ខ្មែរយកមកសញ្ញេហើយទៅជាកុងត្រាមួយជាមួយគ្នាដើម្បីរួមរស់នៅជាមួយគ្នារួមគ្នាធ្វើការជាមួយគ្នាកសាងប្រទេសជាមួយគ្នាតទៅទៀតបំភ្លេចចោលនៅ